ចំពោះសាច់រឿងទី1ហ្នឹងគឺវាកើតឡើងលើខ្ញុំផ្ទាល់ហ្មងបាទហើយមុននឹងខ្ញុំចូលនិយាយពីសាច់រឿងខ្ញុំចង់ឲ្យយល់ថាមនុស្សយើងវាមានប្រភេទមនុស្សដែលមាននិស្ស័យឃើញខ្មោចបានន័យថាគាត់អាចនឹងឃើញតាមផ្លូវតាមអីចឹងទៅបានន័យថាភ្នែកគាត់អាចមើលឃើញវិញ្ញាណណាប៉ុន្តែមានមនុស្សមកប៉ែកទៀតអត់មាននិស្ស័យឃើញអាហ្នឹងដូចខ្ញុំអញ្ចឹងខ្ញុំអត់មាននិស្ស័យឃើញខ្មោចទេអញ្ចឹងបានន័យថាអ្វីដែលវិញ្ញាណព្យាយាមភ្ជាប់ជាមួយនឹងខ្ញុំគឺតាមរយៈយល់សប្តិហ្នឹងហើយអញ្ចឹងខ្ញុំចាប់ផ្ដើមសាច់រឿងហ្មងបាទខ្ញុំស្ថិតនៅក្នុងឆ្នាំមួយដែលខ្ញុំ depression គឺខ្ញុំមានបញ្ហាផ្លូវចិត្តវិបត្តិផ្លូវចិត្តណាហើយបញ្ជាក់ឆ្នាំបានទេបង2017បាទអាហ្នឹងបើសិនជាយើងគិតតារាសាស្ត្រឬក៏ហុងស៊ុយថាចាំឆ្នាំយើងឆុងដែរឆ្នាំអត់ល្អសម្រាប់យើងដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមនៅយប់ហើយខ្ញុំចូលចិត្តនៅឡាយងឹតទោះបីជាពេលថ្ងៃក៏ដោយខ្ញុំបិទវាំងននចិត្តហើយគឺចូលចិត្តនៅឡាយងឹតរហូតដល់មករយៈចុងក្រោយមកក៏ខ្ញុំសម្គាល់ឃើញថាខ្ញុំតែងតែភ្ញាក់ពេលយប់ហើយមុនពេលដែលខ្ញុំភ្ញាក់ហ្នឹងគឺកន្ទប់របស់ខ្ញុំវាត្រជាក់ខុសធម្មតាយើងថាវាត្រជាក់រហូតដល់យើងភ្ញាក់ដូចថាយើងគេងសុកទៅស្រាប់ត្រជាក់ទៅយើងភ្ញាក់ហ្មងប៉ុន្តែយូរទៅក៏មានអារម្មណ៍ថាមានគេឈរមើលខ្ញុំជឿជាក់ថាចេះនៅពេលដែលយើងគេងបើសិនជាអ្នកដែលមានវ័យខ្លាំងដូចខ្ញុំអញ្ចឹងខ្ញុំពេលខ្ញុំគេងឮសលេងអីតិចក៏ខ្ញុំភ្ញាក់ដែរអញ្ចឹងសម្រាប់បងដែលគេដែលគាត់មានវ័យដូចថាញៀនគាត់ខ្លាំងគឺដូចខ្ញុំអញ្ចឹងនៅពេលដែលយើងគេងលក់ទោះបីជាណាគេដើរកាត់យើងក៏យើងដឹងទោះបីជាណាគេធ្វើអីក៏យើងដឹងសលេងឮទឹកក្នុងកន្ទប់ទឹកក៏យើងដឹងដែរបាទតែដោយសារតែមួយរយៈក្រោយបន្ទាប់ពីខ្ញុំភ្ញាក់ហ្នឹងគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាមានមនុស្សឈរមើលខ្ញុំហើយឈរមើលហ្នឹងឈរមើលស្កប់ឈរមើលរបៀបថាយើងគេអញ្ចឹងទៅឈរមើលយើងពីលើមើលយើងជាប់ហ្មងអញ្ចឹងនៅពេលដែលខ្ញុំមានអារម្មណ៍អញ្ចឹងខ្ញុំបើកភ្នែកមកក៏បាត់តែពេលដែលខ្ញុំបើកភ្នែកភ្ញាក់ហ្នឹងមកគឺបន្ទប់ខ្ញុំត្រជាក់ខុសធម្មតាត្រជាក់ខ្លាំងដូចទូទឹកកកអញ្ចឹងហើយខ្ញុំសង្កេតឃើញពេលខ្ញុំភ្ញាក់មកខ្ញុំក៏check ម៉ោងណា check ទូរស័ព្ទទៅម៉ោង3ហេតុការណ៍ហ្នឹងគឺវាអត់មែនជាមួយថ្ងៃទេវាកើតឡើងជាមួយខ្ញុំដដែលម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃរហូតដល់7 2សប្តាហ៍បានន័យថាយប់ឡើងភ្ញាក់ម៉ោង3យប់ឡើងភ្ញាក់ម៉ោង3វាអញ្ចឹងណាហើយហេតុការណ៍ដែលមានអារម្មណ៍ថាគេឈរមើលទៀតហើយអញ្ចឹងយើងភ្ញាក់ហើយខ្ញុំដោយសារតែកាលពីមុនខ្ញុំជាមនុស្សដែលអត់សូវជឿលើវិញ្ញាណអបិយជំនឿអីទេអញ្ចឹងខ្ញុំគិតថាវាជាការសម័យរវើរវាយរបស់ខ្ញុំណាដោយសារតែខ្ញុំក៏ចិត្តមើលរឿងខ្មោចដែរអញ្ចឹងខ្ញុំគិតថាអូមកពីខ្ញុំមើលរឿងខ្មោចច្រើនពេកអញ្ចឹងខ្ញុំវាជាការរវើរវាយរបស់ខ្ញុំឯងរហូតដល់យប់យើងអាចថាយប់ចាប់ដើមមានរឿងសម្រាប់ខ្ញុំហ្មងគឺពេលដែលខ្ញុំគេងហ្នឹងខ្ញុំភ្ញាក់ដដែលឃើញមានអារម្មណ៍ថាគេឈរមើលខ្ញុំដូចគ្នាដល់តែពេលខ្ញុំព្យាយាមគេងទៅវិញខ្ញុំគេងលក់ប៉ុន្តែពេលគេងលក់ហ្នឹងខ្ញុំយល់សប្តិអាក្រក់ខ្លាំងមែនតើដែលខ្ញុំអត់ដែរតាំងពីខ្ញុំកើតមកគឺខ្ញុំអត់ដែរយល់សប្តិអាក្រក់ដល់ថ្នាក់ហ្នឹងហើយច្បាស់ស្ដែងមែនតើអញ្ចឹងខ្ញុំចាប់ផ្ដើមដោយយល់សប្តិហ្នឹងគឺខ្ញុំយល់សប្តិថាជាទូទៅការជំនាន់ហ្នឹងខ្ញុំនៅរៀនដែរខ្ញុំនៅរៀន University សាកលវិទ្យាល័យហើយពួកម៉ាក់អាសាយមកយកខ្ញុំនៅផ្ទះខ្ញុំហើយទៅសាលាមួយគ្នាបាទអញ្ចឹងខ្ញុំក៏យល់សប្តិថាគាត់មកយកខ្ញុំដោយរដងខ្ញុំជិះទៅជាមួយគាត់ហ្នឹងនៅតាមផ្លូវស្តុបលឿងណាធម្មតាមានស្តុបខៀវលឿងក្រហមហើយមនុស្សខ្ញុំជាមនុស្សដែលអត់សូវមានការអត់ធ្មត់ទេអញ្ចឹងពេលដែលខ្ញុំឃើញស្តុបលឿងហ្នឹងខ្ញុំតែងតែមានអារម្មណ៍ថាទៅទៀតទៅផុតអញ្ចឹងណាអញ្ចឹងដល់ពេលហ្នឹងក្នុងយល់សប្តិខ្ញុំហ្នឹងខ្ញុំក៏បខំពួកម៉ាក់ខ្ញុំគាត់អ្នកដប់ណាជិះម៉ូតូគាត់ថាទៅកុំឈប់អញ្ចឹងគាត់ក៏ទៅតាមខ្ញុំទៅចៃដន្យអីឡានស៊ីម៉ង់ជិះកាត់មកគៀហ្នឹងគៀចូលជើងខ្ញុំមកខាងទេប៉ុន្តែដោយសារតែគាត់ចង់ជួយខ្ញុំគាត់ទាញខ្ញុំចាញ់មួយកបោបខ្ញុំហ្នឹងវាបែរជាខ្ទាស់មួយម៉ូតូហ្នឹងក៏វែងគាត់ចូលហើយឡានហ្នឹងកិនគាត់ទាំងស្រុងមកមកតួខ្លួនកិនឡើងទាំងស្រុងមកខ្ទាតឈាមមកលើខ្ញុំចាហើយខ្ញុំក្នុងយល់សប្តិហ្នឹងខ្ញុំស្រែកខ្លាំងមែនតើអត់តន់ភ្ញាក់ភ្លាមទេណាខ្ញុំស្រែករហូតដល់ខ្ញុំភ្ញាក់មកទឹកភ្នែកអីហូរលេងលងពេញមុខហើយខ្ញុំមានអារម្មណ៍ថាស្ដែងម៉េះបាទស្ដែងខ្លាំងណាស់ហើយខ្ញុំអត់ដែរយល់សប្តិអញ្ចឹងឯងហើយចាប់ដើមញ័រសាច់ទៅមើលថាឥឡូវនិយាយក៏រៀងដូចថាយើងរលឹកទៅក៏រៀងញ័រដែរណាដិតដានបាទដល់ទៅពេលអញ្ចឹងទៅខ្ញុំក៏គិតថាមិនអីទេតែគ្រាន់មានអារម្មណ៍ថាមួយរយៈនេះវាដូចជាមិនសូវស្រួលមកទេយើងចេះតែងើបយប់ឡើងយើងចេះតែមានអារម្មណ៍ថាក្នុងបន្ទប់យើងមិននៅម្នាក់ឯងយើងចេះតែមានអារម្មណ៍ថាយល់សប្តិដូចគេងអត់ស្រឡះអញ្ចឹងអារម្មណ៍ខ្ញុំរៀងរវើរវាយហើយអស់កម្លាំងមែនតើខ្ញុំក៏សម្រេចចិត្តភ្ញាក់ឡើងខ្ញុំងើបមួយទឹកធម្មតាញ៉ាំបាយទៅពួកម៉ាក់ខ្ញុំក៏ឆាតមកថាតិចទៀតទៅយកទៅសាលាអញ្ចឹងខ្ញុំក៏ធម្មតាខ្ញុំអត់បាននឹកឃើញយល់សប្តិហ្នឹងទេស្រាប់ដល់ពេលហើយពេលដែលខ្ញុំញ៉ាំបាយហើយខ្ញុំក៏រៀបចំខ្លួនឲ្យបើកទ្វារផ្ទះមកក្រាក់ខ្ញុំឃើញគាត់អញ្ចឹងខ្ញុំភ្ញាក់មកស្ទុះ
អ្នកទាំងអស់គ្នាអើយស្គាល់ déjà vu ឯង ស្គាល់ បានន័យថាយើងធ្លាប់ឃើញរឿងមួយដែលដូចមានអារម្មណ៍ថាវាកើតឡើងហើយតែអ្វីដែលខ្ញុំឃើញហ្នឹងខ្ញុំគិតថាដូចជាមិនមែន déjà vu ដូចរបៀបថាបើខ្ញុំទៅយល់សពយកមិញហ្នឹងអ្វីដែលខ្ញុំ surprise ខ្លាំងមែនតើគឺអ្វីដែលគាត់និយាយកៅអៅរបស់គាត់សម្លៀកបំពាក់កាយវិការគឺដូចក្នុងយល់សពទាំងអស់ស្រាប់ខ្ញុំក៏មានអារម្មណ៍ថាហីតឹមតែយល់សពកាលពីយប់មិញហ្នឹងណាហេតុអីក៏កៅអៅគាត់ដូចនឹងអ្វីដែលខ្ញុំឃើញក្នុងយល់សពហ្នឹងមែនខ្ញុំក៏ថយមកជំហានមកខ្ញុំមើលខ្លួនឯងចេះ បាទ ខ្ញុំថយមើលកៅអៅខ្លួនឯងដូចយល់សពនឹងទៀតអញ្ចឹងខ្ញុំក៏ភ្ញាក់ខ្ញុំឈរមកសតុះខ្ញុំគិតថាបថយអត់ យល់ បាទវាអាហ្នឹងបានន័យថាយើងដូចចាក់ភ្នាល់អញ្ចឹងណាថាដូចអញ្ចឹងដូចបថយអត់តែខ្ញុំមានអារម្មណ៍ថាអត់ទេអារម្មណ៍ខ្ញុំអត់ល្អខ្ញុំអត់ចង់បថយអញ្ចឹងខ្ញុំក៏គាត់ថាអត់ទៅចាស់អត់ស្រួលខ្លួនហើយគាត់ក៏ឆ្ងល់ថាកើតអីចេះចេញរៀបចំខ្លួនហើយហ្នឹងមិនបានអត់ទៅណាមកទៅចាស់អត់ស្រួលខ្លួនអញ្ចឹងគាត់ក៏ទៅរៀនតែគាត់ទៅខ្ញុំក៏មកនៅផ្ទះមួយថ្ងៃពេញវល់ល្ងាចតែដោយសារតែអារម្មណ៍ខ្ញុំអត់ល្អក្នុងយប់ហ្នឹងក៏ខ្ញុំប្រាប់គាត់ថាមកគេងមួយខ្ញុំមកកំដរខ្ញុំគេងមកព្រោះខ្ញុំយល់សពអត់សូវល្អមួយថ្ងៃទេអញ្ចឹងមានគ្នាក៏ល្អដែរអញ្ចឹងគាត់ក៏មកគេងកំដរខ្ញុំហើយគឺជាយប់ដែលខ្ញុំឃើញរបស់ហ្នឹងតែម្ដងគឺឃើញស្ដែងតែម្ដងអញ្ចឹងនៅពេលដែលដល់យប់ឡើងហ្នឹងខ្ញុំគេងកតុបខ្ញុំធៀបប៉ិតទៅបើយើងនិយាយពីរឿងហុងស៊ុយវាអត់សូវល្អទេខែខ្ញុំខែឈើផ្លុំវាបាក់ដល់ពេលអញ្ចឹងយើងដោះអាខែហ្នឹងជើងខែហ្នឹងចោលអស់ទៅសល់តែក្បាលខែផ្អប់ហើយយើងដាក់ពុកចុះទៅក្រោមឥឡូវយើងសម័យមកដូចម៉ងខ្មោចអត់ដូចមួយឈូកដូចហ្នឹងហើយដូចចូលទៅដូចយើងដេកនៅក្នុងម៉ងអញ្ចឹងណាខ្ញុំក៏គេងអញ្ចឹងទៅពុកជាប់អត់អញ្ចឹងពួកម៉ាក់ខ្ញុំក៏នៅស្ដាំដៃហើយគេងធម្មតាអញ្ចឹងនៅពេលដែលខ្ញុំគេងអញ្ចឹងទៅលាវលក់អញ្ចឹងណាក៏ចាប់ផ្ដើមដឹងខ្លួនវិញមើលម៉ោងទៅម៉ោង 3 ទៀតហើយបាទញាក់ត្រជាក់ដូចគ្នាមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់កតុបហ្នឹងហើយខ្ញុំក៏បន្ថយមិនសិនត្រជាក់ហើយខ្ញុំក៏សង្ងំគេខ្ញុំក៏ជសពទៀតប៉ុន្តែពេលជសពហ្នឹងមានជនទី3ហ្នឹងគឺជាពួកម៉ាក់ខ្ញុំម្នាក់ទៀតជា Tomboy យល់ បាទហើយTomboy ហ្នឹងគាត់នៅខាងឆ្វេងដៃខ្ញុំហើយមិត្តភក្តិនៅខាងស្ដាំបាទពួកម៉ាក់ខ្ញុំដែរគាត់ហ៊ានមួយខ្ញុំហ្នឹងគឺនៅស្ដាំដៃរបស់ខ្ញុំហើយចំពោះកៅអៅអីក៏ដូចគ្នាទាំងអស់ទស្សនវិជ្ជាតែមួយលើសតែមនុស្សម្នាក់បាទបានន័យថាកតុបអីអង្កត់មនុស្សនៅនេះកៅអៅស្លៀកពាក់ពេលយើងគេងបែបណាគឺដូចគ្នាទាំងអស់លើសតែមនុស្សម្នាក់ឯងលើពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងនៅក្នុងយល់សពហ្នឹងខ្ញុំក៏និយាយលេងជាមួយនឹងពួកម៉ាក់ខ្ញុំធម្មតាព្រោះអីខ្ញុំអាសាហៅពួកម៉ាក់ខ្ញុំមកគេងក្នុងផ្ទះវាជាទម្លាប់របស់ខ្ញុំអញ្ចឹងណាអញ្ចឹងខ្ញុំនិយាយលេងធម្មតាទៅពួកម៉ាក់ខ្ញុំដែលជា Tomboy ហ្នឹងគាត់ក៏មកអួតខ្ញុំក្នុងយល់សពណាតែចំណុចនេះគឺសំខាន់មែនតើគាត់ថាអញសាក់ខ្នងហើយហីស្អាតណាអញស្រឡាញ់ណាហើយខ្ញុំក៏ថាសាក់ហុកអីគេហុកអន្ត្រីខ្មៅស្អាតមែនតើពេញខ្នងហ្មងហើយខ្ញុំក៏ថាសុំមើលតិចមើលគាត់នៅខាងឆ្វេងដៃខ្ញុំគាត់ក៏បែរខ្នងឲ្យខ្ញុំមើលគាត់ងើបអង្គុយបែរខ្នងឲ្យខ្ញុំមើលអញ្ចឹងណាខ្ញុំមើលទស្សនវិជ្ជាហ្នឹងខ្ញុំទទួលយករូបនោះអត់បានទេគឺវាអាក្រក់វាអត់ស្អាតដូចអ្វីគាត់និយាយទេគឺស្លាបខ្មៅគ្រប់រូបសត្វបាក់សៃប៉ុន្តែខ្មៅគ្រប់មែនតើហ្មងហើយឃើញគួរឲ្យខ្លាចហើយស្លាបហ្នឹងវាធំពេញខ្នងគាត់ហើយខ្ញុំថាអុយបានងាកទៅវិញស្អាតស្អីចឹងសោះខ្ញុំនិយាយចឹងណាស្អាតអីចឹងអត់ឃើញស្អាតហងខ្ញុំថាអត់ទេអញខំសាក់សោះសុំប៉ាអញកំសាក់បានចឹងណាចឹងគាត់ក៏គេងមកវិញខ្ញុំនិយាយមួយគាត់គេងបែរទល់មកគ្នាចេះណាចឹងពួកម៉ាក់ខ្ញុំគាត់នៅនោះចុចទូរស័ព្ទធម្មតាទេបាទស្ទើរពេលកំពុងតែនិយាយគាត់ក៏ថាអុយគាត់ភ្ញាក់អុយណាអុយអីគេស្អីគេលិតខ្នងអញខ្ញុំក៏គិតក្នុងចិត្តខ្ញុំថាខ្ញុំនិយាយលេងសើចមួយគាត់ថាចេះមានឆ្កែអញណាឡើងមកដល់លើហ្នឹងព្រោះកតុបខ្ញុំជាន់ទី2ហើយខ្ញុំថាទោះបើមានឆ្កែក៏ឥឡូវអញអត់មានចិញ្ចឹមឆ្កែទៀតដែរឆ្កែអញឲ្យគេបាត់ហើយអញ្ចឹងខ្ញុំនិយាយបែបលេងសើចគាត់ថាហេកុំមកបន្លាចអញខ្លាចទេមានឆ្កែអីវាអត់មានទេនៅលើហ្នឹងវាមានសត្វអីដែលអាចលិតខ្នងគាត់កោតទេគាត់ក៏ទឹកមុខគាត់ភ័យស្លេកហើយគាត់មើលមកខ្ញុំតែគាត់ហ៊ានងាកទៅក្រោយវិញគាត់នៅតែបែរខ្នងខ្ញុំបែរមុខមហោអញ្ចឹងណាអញ្ចឹងគាត់ក៏មកសន្ទុះគាត់ស្រែកខ្លាំងជាងមុនទៀតថាអ៊ុយអត់ទេលិតខ្នងអញទៀតហើយគាត់ឆ្លេឆ្លាហ្មងគាត់ឆ្លេឆ្លាហើយខ្ញុំក៏ទប់គាត់ថាបន្លាចអញដឹងបាទខ្ញុំនិយាយអញ្ចឹងណាអញ្ចឹងខ្ញុំក៏លូកដៃតាមប្រឡោះកគាត់ចេះហើយដាក់ដៃទៅខាងក្រោយខ្នងគាត់ដើម្បីស្ទាបអញ្ចឹងណាចង់ដឹងថាលិតស្អីគេវាអត់មានឃើញអីស្រាប់មកសន្ទុះសភាវៈហ្នឹងលិតដៃលើដៃខ្ញុំខ្វាច់ហើយ
អារម្មណ៍ណាដាតហ្នឹងធំណាមិនមែនជាដាតឆ្កែហើយសើមខ្លាំងខ្ញុំក៏ដកដៃមកវិញឡើងលឿនហើយខ្ញុំលយចេញពីគាត់ចេះហើយខ្ញុំក៏ចាប់ផ្ដើមភ័យខ្ញុំចាប់ផ្ដើមថាអេអើយសត្វស្អីគេឡើងមកដល់កតុបខ្ញុំជាន់ទី2ទាំងដែលកតុបខ្ញុំសូម្បីតែចិញ្ចក់ក៏អត់ចូលកើតដែរពុបិទចិត្តសៀលហ្មងខ្ញុំថាហេសត្វស្អីគេចេះតែដោយសារតែអត្តចរិតពីកណោតរបស់ខ្ញុំដែលខ្ញុំអត់ជឿរឿងអបិយជំនឿរឿងអមនុស្សខ្ញុំអត់តន់គិតដល់រឿងហ្នឹងទេខ្ញុំគិតតែរឿងថាសត្វអីអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកដៃខ្ញុំហ្នឹងវែកក្បាលគាត់ឡើងពីខ្នើយហើយខ្ញុំព្យាយាមមើលតាមប្រឡោះកគាត់ហ្នឹងទៅខាងក្រោយខ្នងហ្នឹងអញ្ចឹងដល់ទៅពេលខ្ញុំមើលទៅដោយសារកតុបខ្ញុំជួយចិត្តងឹតអញ្ចឹងតែភ្លើងម៉ាស៊ីនត្រជាក់អញ្ចឹងក៏ខ្ញុំយកស្កុតបិទដែរអញ្ចឹងវាពលឺវាតិចមែនតើពលឺរៀងខៀវណាអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងវាតិចមែនតើដល់ពេលដែរខ្ញុំព្យាយាមមើលទៅដំបងអត់តន់ឃើញអីទេប៉ុន្តែខ្ញុំលឺដង្ហើមធ្ងន់ណាដង្ហើមមនុស្សឈឺរបៀបអញ្ចឹងខ្ញុំចាប់ដើមអុយតែខ្ញុំមើលអត់ឃើញណាអញ្ចឹងខ្ញុំព្យាយាមអោបក្បាលគាត់មើលងើបឲ្យខ្ពស់ជាងនេះទៀតមកអញស្រួលមើលរបៀបអញ្ចឹងណាតែទៅពេលហើយអាពលឺម៉ាស៊ីនត្រជាក់ហ្នឹងក៏ចាំងទៅលើស្រមោលហ្នឹងទៅឃើញរូបរាងក្បាលមនុស្សតែអត់មានខ្លួនទេណាបានន័យថាដូចរូបសម្លាកដែលមានតែក្បាលហើយដាក់នៅលើអិតអញ្ចឹងតែក្បាលហ្នឹងធំធំគួរសមខ្ញុំញ័រប៉ុន្តែដោយសារតែដូចតែនិយាយដដែលអញ្ចឹងថាអាចរិតយើងចង់ដឹងចង់លឺហើយយើងមិនតែជឿផងណាយើងកាន់តែព្យាយាមមើលឲ្យកាន់តែច្បាស់តែទៅពេលហើយភ្នែកក៏បើកភឹបហើយរង្វង់ភ្នែកគាត់ដូចគេយកថ្នាំលាបផ្ទះលាបមកជួយចែកពណ៌ក្រហមបានន័យថាឧទាហរណ៍ថាបើសិនជាក្បាលនឹងពណ៌ខ្មៅតែមួយឆ្នោតនឹងគឺពណ៌ក្រហមតែក្បាលនឹងខ្មៅក្រឹបមិនមានពណ៌អ្វីក្រៅពីខ្មៅវាខ្មៅរលោងដូចប្រឡាក់ប្រេងម៉ាស៊ីនឡានអញ្ចឹងតែខ្មៅជាងប្រេងម៉ាស៊ីនឡានទៀតតែមានមួយឆ្នោតកន្លែងនេះបាទប៉ុន្តែមានមួយឆ្នោតហ្នឹងពណ៌ក្រហមហើយខ្ញុំក៏ភ័យប៉ុន្តែយើងនៅតែចង់ដឹងថាជាស្អីគេអញ្ចឹងណាខ្ញុំព្យាយាមមើលប៉ុន្តែកសែភ្នែកសភាវៈមួយហ្នឹងគឺមុតមែនតើគឺមុតសាហាវហ្មងខ្ញុំអត់ដែរឃើញមនុស្សណាដែលមានកសែភ្នែកមុតដល់ថ្នាក់ហ្នឹងទេរបៀបថាមើលមកយើងគឺមុតហើយអត់ព្រិចភ្នែកអញ្ចឹងមើលមកអញ្ចឹងស្អាតទៅពេលហើយខ្ញុំព្យាយាមមើលអញ្ចឹងខ្ញុំចាប់ដើមមើលគាត់ច្បាស់ទៅហើយឃើញថារូបរាងកាយរបស់គាត់ហ្នឹងជ្រាវជ្រួញហើយខ្មៅមែនតើហើយសក់រយហើយតពេកហើយក្បាលធំស្អាតដល់ទៅពេលហើយក៏ហាមាត់ស្រាប់ធ្លាក់អណ្ដាតដល់ដីឆ្វាច់ពេលហ្នឹងគឺខ្ញុំក្នុងយល់សពហ្នឹងគឺខ្ញុំខ្ទាតចេញពីពួកម៉ាក់ខ្ញុំថមបយហ្នឹងមកទំហឹងហើយខ្ញុំស្រែកឡើងផ្អើផ្ទះខ្ញុំហ្មងផ្អើដល់ម៉ាក់ខ្ញុំកតុបជាន់ទី1គឺស្រែកលឺមែនតើអានេះដោយសារតែខ្ញុំមិនអាចឧទាហរណ៍ស្រែកក្នុង show បានទេណាប៉ុន្តែកម្រិតដែលស្រែកលឺហ្នឹងគឺវាខ្លាំងមែនតើណាអញ្ចឹងកន្លែងហ្នឹងអ្វីដែលបងបានឃើញសភាវៈហ្នឹងគឺសភាវៈហ្នឹងដេកផ្ទាល់នឹងឥដ្ឋឬក៏ពងតែឈរអត់ទេអត់មានខ្លួនទេហ្នឹងហើយក្បាលប្រឈរប៉ុន្តែផុតពីឥដ្ឋត្រូវហ៎បងអត់ទេនៅលើឥដ្ឋដូចគេកាត់ដាក់ចឹងចាំនៅគ្រាន់តែហាមាត់ដាតហ្នឹងហើយដាតហ្នឹងវែងហើយស្រួចហ៎យល់គ្រាន់តែគាត់ហាមាត់មកធ្លាក់ដាតហ្នឹងឆ្វាច់លាន់ទៅលើឥដ្ឋហ្នឹងប៉ាច់ចឹងហើយខ្ញុំឃើញអញ្ចឹងដល់យើងសម័យដល់គាត់លិតដៃយើងចេះវាកាន់តែស្រាវអញ្ចឹងខ្ញុំខ្ទាតខ្លួនខ្ញុំហ្នឹងមកទំហឹងមកខ្ញុំស្រែកខ្លាំងមែនតើស្អាតដល់ទៅពេលហើយអត់ភ្ញាក់ឯណាអត់ភ្ញាក់ទេអត់ភ្ញាក់ពីយល់សពទេបាទតើតែនេះពួកម៉ាក់ខ្ញុំតែស្ដាំដៃនេះគាត់ដាស់ខ្ញុំនេះបានខ្លួនខ្ញុំទៅលើគាត់ទាំងស្រុងបាត់ហើយហ្នឹងបានន័យថាពេលខ្ញុំភ្ញាក់ដឹងខ្លួនហ្នឹងខ្លួនខ្ញុំខ្ទាតទៅលើគាត់ហើយគាត់ក៏និយាយថាកេងសុកមកលោតមកលើគាត់អញ្ចឹងណាបាទស្អាតទៅពេលហើយគាត់ទៅថៃស្រីលឺម៉ែស្រីលឺខ្លាំងមែនតើរហូតដល់ម៉ាក់ទេមកពីក្រោមចំកើតអីមែនគាត់ស្មានតែយើងត្រូវអីបាទហ្នឹងអត់អីទេម៉ាក់ខ្ញុំយល់សពអត់ល្អទេអញ្ចឹងក៏បិទទូរស័ព្ទពីម៉ាក់ស្រាប់តែពេលគាត់ខាងនេះគាត់ថាហែងកើតអីគេថាអត់អីទេខ្ញុំអត់និយាយទៅដូចថាខ្ញុំគិតថាខ្ញុំនៅតែគិតថាខ្ញុំរវើយទេយល់អញ្ចឹងខ្ញុំមិនថាអត់អីទេគេប៉ុន្តែខ្ញុំលេងហ៊ានងាកទៅខាងនោះខ្ញុំលេងហ៊ានងាកឯងមកស្ដាំបាទបានថាខ្ញុំរៀងគេរៀងជំហានរៀងបែកចេះខ្ញុំលេងហ៊ានងាកឯងដល់ទៅពេលហើយខ្ញុំក៏គិតថាសង្ងំគេតភាកនេះគឺជាអ្វីដែលខ្ញុំមិនដែលទទួលបទពិសោធន៍ក្នុងជីវិតខ្ញុំថាមានយល់សពតភាកបាទហើយតភាកលើកទី2នេះកាន់តែស្ដែងជាងលើកទី1ទៀតគឺពួកម៉ាក់ដែលជាថមបយនៅខាងស្ដាំដៃរបស់ខ្ញុំហ្នឹងគឺបាត់ហើយសល់តែខ្ញុំ2នាក់គាត់អញ្ចឹងវាកាន់តែដូចការប៉ັດណាកាន់តែដូច reality ការប៉ັດរបស់យើងអញ្ចឹងដល់ពេលអញ្ចឹងទៅក្នុងយល់សពហ្នឹងគឺខ្ញុំអត់ហ៊ានងាកអញ្ចឹងទេប៉ុន្តែឮសលេងគាត់នៅនឹងដដែលឮសលេងដង្ហើមនឹងដដែលហើយដង្ហើមធ្ងន់ណាជាមួយនឹងសលេងសើចតិចសើចទៅតិចបាទ
ដល់ពេលខ្ញុំភ័យចឹងទៅខ្ញុំអត់ហ៊ានងាកទេអញ្ចឹងខ្ញុំក៏ព្យាយាមកាន់ដៃពួកម៉ាក់ខ្ញុំនេះជាប់រហូតដល់ខ្ញុំងាកមកមើលពួកម៉ាក់ខ្ញុំនេះស្រាប់តែគាត់បិទក្បាលហើយខ្ញុំបែរជាទៅអោបខ្លួនសាកសពមនុស្សម្នាក់ដែលខ្មៅខ្ញុំក៏រុញគាត់ចេញពីឆ្វេងស្ដាំដៃខ្ញុំនេះរុញមកសាទៀតក៏ភ្ញាក់ចឹងទៅក៏ខ្ញុំខ្ទាតមកខាងនេះវិញអញ្ចឹងបានន័យថាយល់សពវាដូចមែនតើវាកាន់តែដូចរហូតដល់ខ្ញុំភ្ញាក់ដឹងខ្លួនឡើងពួកម៉ាក់ខ្ញុំសួរថាកើតអីមកយប់ហ្នឹងស្រែកពី3ដងខ្ញុំថាអត់អីទេទៅផ្ទះចោះតែពេលហ្នឹងម៉ោងទៅ6ព្រឹកទេណាអត់អីទេទៅផ្ទះចោះអត់ចង់និយាយអីព្រោះមានអារម្មណ៍ថាអត់ល្អទេតែទៅផ្ទះចោះអញ្ចឹងខ្លួនខ្ញុំស្គាល់រសជាតិហើយដែលគេថាខ្លាចខ្មោចបាសសក់បាទខ្លួននេះពូបាទភូសបល់ជាប់ហើយភ្ញាក់ពីមនុស្សម្នាក់ដែលអត់ជឿលើរឿងអមនុស្សទេរហូតដល់មនុស្សម្នាក់ដែលសម្បីកាន់ទូរស័ព្ទចុចសុក load notification ណាលន់ទឹងក៏ខ្ញុំភ្ញាក់ធ្លាក់ទូរស័ព្ទពីដៃដែរយល់ថាយើងលេងប្រឡឹងយើងលេងនៅក្នុងខ្លួនណាវាទៅជាភ្ញាក់បាទរហូតដល់ខ្ញុំគាត់ថាចែរៀបចំញ៉ាំបាយផឹកហើយទៅហើយចង់សម្រាប់ពេលថ្ងៃបន្តិចដើម្បីទៅរៀនព្រោះដោយសារយប់មិញគេអត់បានសោះបាទអញ្ចឹងខ្ញុំក៏សម្រាប់ពេលថ្ងៃតែអ្វីដែលវាឲ្យខ្ញុំនឹងកាន់តែស្ដែងណាកាន់តែចាប់ផ្ដើមជឿបន្តិចម្ដងគឺដោយសារតែពេលខ្ញុំគេងពេលថ្ងៃហ្នឹងគឺវាលែងជាយល់សពហើយបានន័យថាពេលខ្ញុំគេងលក់ហ្នឹងទៅគ្រាន់តែខ្មោចសកត់អញ្ចឹងបានន័យថាយើងដឹងខ្លួនយើងអាចនិយាយបានតិចប៉ុន្តែយើងងើបអត់រួចទេបាទពេលដែលខ្ញុំគេងពេលថ្ងៃហ្នឹងខ្ញុំក៏រត់ដល់ខ្ញុំមិនដែរបើកបែងណនតែសារហ្នឹងចាប់ដើមខ្លាចងឹតហើយចាប់ដើមរៀងរអានៅភាពងឹតហើយខ្ញុំក៏បើកបែងណនអស់អញ្ចឹងថ្ងៃហ្នឹងវាចាំងលើខ្លួនខ្ញុំទាំងអស់ចាបាទស្រាប់តែពេលខ្ញុំគេងទៅលាវចិត្តលុកក៏ខ្ញុំលឺសលេងទាំងហៅមនុស្សទៀតតែលឺនៅគៀនបែងណនព្រោះធម្មតាយើងហូតបែងណនទៅគៀនទៅវាបាំងរៀងមលុបណាបាទអញ្ចឹងនៅបាំងបែងណនហ្នឹងហ្មងនៅគៀនចុងជើងខ្ញុំខាងស្ដាំដៃចាក់ខ្ញុំលឺតែពេលចឹងហើយលាវចឹងទៅលឺសលេងទាំងហៅតែដូចថាយើងព្យាយាមមើលបើកនៅតិចមើលចឹងវាអត់ឃើញអីតែខ្លួនយើងរត់រួចទេយើងរត់រួចចឹងមើលអញ្ចឹងណាដោយសារតែភាពមានះនឹងគេហៅថាបើយើងនិយាយស្ដាប់ដូចថាឆ្លើយណាព្រោះខ្ញុំចរិតខ្ញុំមួយគឺខ្ញុំអត់សូវជឿមិនអត់សូវជឿពីមុនគឺខ្ញុំអត់ជឿលើអបិយជំនឿទាំងអស់អញ្ចឹងខ្ញុំជឿតែមួយយ៉ាងនេះបើខ្ញុំមិនប៉ះពាល់ណាគេក៏អត់មានអ្វីដែលមកប៉ះពាល់ខ្ញុំដែរអញ្ចឹងខ្ញុំក៏រៀងឆ្លើយខ្ញុំក៏និយាយថាចេះកុំញ៉ៃញ៉ៃជាមួយខ្ញុំអត់ចូលចិត្តទេខ្ញុំអត់ចូលចិត្តកុំមករំខានខ្ញុំឆ្លើយឆ្លងមកហានេះមិនមែនយកសពទេឆ្លើយមកហើយឆ្លើយមួយម៉ាត់ហ្នឹងមកខ្ញុំឡើងរបៀបថាផឹងស្ទុះឲ្យភ្ញាក់បដ ாய் ព្រោះមួយម៉ាត់ហ្នឹងយើងសាហាវដែរចេះតែគាត់សើចអរបៀបអត់យូរទេហែងចាប់តែខ្ញុំព្យាយាមចាប់ដើមអត់តតាំងអីទៀតទេគឺចាប់ដើមព្យាយាមរើយភ្ញាក់ហើយគ្រាន់តែភ្ញាក់ភ្លាមសោតបទុបប្រទេសមួយទឹកមួយអីគឺចាញ់ពីកតុបហ្នឹងមកចាប់ដើមខ្លាចហើយក្នុងចិត្តដូចថាយើងចាប់ដើមសួរខ្លួនឯងណាមិនទៅវាជាការសម័យឬក៏មិនប៉ុន្តែវាដូចជាស្ដែងទៅអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំចេញទៅរៀនហ្នឹងពួកម៉ាក់ខ្ញុំមកយកខ្ញុំដូចសពដងអញ្ចឹងបន្ទាប់ពីចេញរៀនចប់ខ្ញុំក៏សម្រេចចិត្តទៅលេងពួកម៉ាក់ខ្ញុំគាត់បើកហាងផ្កាណាអញ្ចឹងក៏ខ្ញុំទៅយកសាច់រឿងហ្នឹងទៅនិយាយប្រាប់គាត់ត្រួសទេតែមានពួកម៉ាក់ខ្ញុំម្នាក់គាត់មកប្រាប់ថាចេះអូហាងយល់សពឃើញមនុស្សខ្មៅអញ្ចឹងអត់ល្អទេខ្មែរអញ្ចឹងគេហៅម៉ាត់ទៅយ៉ាងហ្នឹងហើយហើយខ្ញុំអត់ដែរលឺសោះខ្ញុំអត់ដែរលឺទេណាក្នុងចិត្តដូចអត់គួរឲ្យជឿទេហើយគាត់ថាមើលសូត្រទឹកសូត្រអីអត់ល្អទេអាហ្នឹងគ្រោះកបត់កខ្ញុំអត់សូវជឿទេអញ្ចឹងពេលខ្ញុំអត់សូវជឿខ្ញុំក៏អត់អស់ចិត្តទេខ្ញុំនៅអញនៅហាងគាត់មកសន្ទុះខ្ញុំគាត់ថាឥឡូវដើម្បីចង់ឲ្យច្បាស់ថាតើក្នុងយល់សពខ្ញុំនឹងវាដូចនឹងធៀបហេតុការជាក់ស្ដែងអត់ខ្ញុំក៏សម្រេចចិត្តទៅជួបពួកម៉ាក់ខ្ញុំជាធំបងហ្នឹងហើយខ្ញុំជិះម៉ូតូទៅដល់ហាងគាត់អញ្ចឹងដោយសារយើងខានជប់គ្នាយូរគាត់ទទួលខ្ញុំគាត់រាក់តាក់ហៅញ៉ាំនេះញ៉ាំនោះអញ្ចឹងតែខ្ញុំអត់ឲ្យខ្ញុំញ៉ាំនិយាយសាច់រឿងខ្ញុំដល់ពេលអញ្ចឹងខ្ញុំក៏សួរគាត់ថាចែណែអញធ្លាប់លឺហែងចង់សាក់ខ្នងហើយហែងបានសាក់មែនអត់ដោយសារយើងខានជប់គ្នាយូរតែក្នុងយល់សពគាត់សាក់ហើយដល់ទៅពេលហើយគាត់ប្រាប់ខ្ញុំថាចែអញស្រឡាញ់សាក់ខ្នងហ្នឹងតែអត់បានសាក់ទេអញសួរប៉ាអញហើយប៉ាគាត់កាន់សិល10អញ្ចឹងចេះមើលដែរអញសួរប៉ាអញហើយប៉ាអញអត់ឲ្យសាក់ទេថាអញហ៊ានតែសាក់អស់ជីវិតមកព្រោះអាហ្នឹងវាអត់ត្រូវមួយអញហើយខ្ញុំក៏ភ្ញាក់ថាតែអញយល់សពឃើញហែងសាក់ច្បាស់ណាធំទៀតបាទហើយថាមែនអីហើយ
Tận một con hiểm phải một con nhẹ trừ បាទ nhóm ọt trừ chắc em tha anh vừa sao á hay màn khẩn khơi sạnហ្នឹងấy anh khơi nhồi mà được không máu miên ta có ba lấy lật non này nhá con salon vào អូយល់ហើយ con tới chỉ salon chơi chla bên hàng hay tha ba này hành tới te anh tới te hành anh bật tàu bật ấy rồi anh ta hay bị nhập tới anh nhìn con cho phòng ấy anh bị nhập tới te ở đây mẹ ngật lỡ anh bị nhập tới te hay salon chơi chla vào đòi hơi nhá hành cao đây nhưng cái tên nó hành cao đây con cò phẹp nhưng mặt trong khỏi ta trẻ lượng muốn á anh khơi như tao mà đón ấy nó anh đua mà tôi chật ngon á tôi mỏm xa đấy mà lật cái non anh tiên anh bị nhập tới te hay bị nhập tới xua pa anh của pa có che mớ tại như thế nhóm có cất nông chất nhóm hiền thu chất bình tĩnh ta chạy chân nhiều sập nó phải cọt đi hiền đi dây dương biên ả rộng mới thay chạy phải cọt đi chân vì mình mọi dương ấy còn thay dương đôi thay dương biên thì sai khơi nhờ cọt chân đó nè nhóm có chi mà tô mười bộ mạ phò nhưng tại đại nắng bọ mà teo với tay chạy đàn ấy liền nó liền hiền khăng liền cho thể cho khăng á chẳng ở miền áo liền sẽ bay tập mũi gì áo liền ở bay khẽ nó chẳng nhưng mà cọt vẽ tới như tu bị khôi hay ở nè thằng óc này ba chật lọp ở bọt bị sao đấy bữa nè tu bị khôi chờ nó tắc tại đại thế vì ọt bị giỏi thếแต่còn nhung chơi nhưng tu tới nhung can là chơi áo liền là tại khôi chạy tục á ta cho trên trôi tới nhưng sự tắc tại đại thế chẳng bây giờ chi tới chất đo teo nhung đo lời cay mùi nó xẹp từ nhung miên là rộng tha áo liền nó lên pa hừng á nè sao từ lên pa hừng tới sao bị thộp cho co nhung chọc luôn chọc mỏng hay nhung từ bốn cái tha trẻ ở xong say luôn dân sao mình chẳng thò mà áo liền bay ở bay nó bị sợ tay chẳng nhung còn lược đai nhung trên khéo trẻ chẳng thằng thọ cho mà mình bị lên pa cho khăn tại cho khăn đỏ đại chẳng cái tha gì ấy che ấy sạch nó mình sạch thò mà đá sạch thô đôi miên nẹo thì bay vậy năng ngay hay luôn nhung cho đang phử sẽ bỏ những thang ấy ở trong ở bầm phây luôn ai nhá nhung có sao áo liền nó hỏi pot bạn ấy nhung lên pe ai nhung sao vậy pot bị các bạn sao mấy sao không tay bạn năng ngay đó pe nhung sao vậy potปุ๊บ đăng tầng hao mình được nơi smile này bắt đầu cứ cái ảo ta lẹ co cái nơi smile như vậy sau đó tập pe nhung của phong tập hay dấn hai cái luôn những lần răng đô nó lơ mà to chân á răng đô bắt đầu đối thay tầng hiên nghĩa có tầng hiên bạch tranh protocam á đối sao ta hận nó lơ mà to chân á bộ mạng nhưng mà con phong tập bang mà to nó có chụp ngã cái đạp lời chụp hai dịp phém tới mùi sạc hành chụp ngọ mỏ hay lời ngắt hay tập pe này hay chụp đấy hay mình tới lươn tới bàn con nhẹ chẳng thức có chi tới giống á đôi tập pe chi tại đo một teo nhóm tu tranh bị lơ mà to nhưng mà tu đôi là việc dân mình cho thò mà đá đôi là việc họ cái chỗ tranh mỏng đâu đi ở lọt luôn tranh giống á cái bộ mạng mà xui thế hành ca đây kia hai nhóm cho mắt lần trẻ luôn nhóm lần nhỏ hay nhưng ha ngặt ấy thời liền là nghỉ từ trẻ tên chẳng á nhóm của châu nông te tầng châu nông té miền bộ mạng có chạt màu nó có tha ấy ngày nó khu cái nào bộ mạng chẳng hỏi đón ao tại nhóm tranh dục cho một bộ mạng nhưng mà đại châu te bên tề nhóm kênh mũi te bộ mạng nhóm mỏ chẳng đời ra tầng ngày nó như mẹ rộng thay nhóm khai cả tục đề luôn ai nhá nhưng nơi luôn nôm này ạt khảo chẳng á nhưng cái tha anh tơ anh trần chẳng mà dầu anh phong cho lan mà dầu anh phong đòi tập phê nhóm lan tại đo lừa cái tục nắng nhóm chưa dẫn hai này tầng ao khăn đại miền cái tục to luôn á đôi nhung chẳng pe đại dương châu cái tục bao dương á bờ sân chỉ ta pe tháng ngày giờ nên cái tục về và ta pe tháng ngày mình được sáng châu cái tục dương á pe dương châu pe là nghĩa nó dương đằng bạn thà nó ngày dương đằng tha miền là cái châu cái tục ảnh pe đại nhung bao thì châu cái tục năng cá nhung miền làm tham miền mình được châu tai có nơi ta cái ta vừa rồi châu ta ngồi tắc pong ngồi tắc miền làm tham mình đừng coi lừa khẻ miền làm tham mình được pong thơ ấy cái cả nó lừa khẻ đầu pe một tắc hao sushi trên mà đo khẽ mà coi nó khéo sẽ liệu bẹ hiệp trong cái lút miễn là rong thế mà nữ nó không có tục tập bây giờ cái này là ngày thơ ấy nó không có tục tập chấm chắp đam khai tới là hô đó nhâm sẽ liệu bẹ hát nhâm tạ cùn cối đăng tầng hao không đại tầng hao mình được nó khổ sao mà phi cái đào phi mà phẩy đầu pe phẩy lơ cái chọ lớn bắt tầng hao ta lẽ chót màu bình ta lẽ cái chót màu bình chắc mình ở cờ đi rốt đây sao mẹ cho ta rốt trên cái tục năng mỏng nhung cho mà đo khòm nó mà trăm năng khòm mãi nhưng mà ta sao phải nhập tên na con sao mà được cho mình nhập trên khéo như nào ở ấy trăm phụ mãi nhâm trắng phụ mãi nhâm có do lan mà dồ trắng
ពេលដែលយកឡានមកយកខ្ញុំហ្នឹងក៏ត្រូវទៅផ្ទះពួកម៉ាក់ខ្ញុំម្នាក់ទៀតដែលហ៊ានមួយគ្នាហ្នឹងណាទៅយកគាត់ដែរហ្នឹងហើយតិចទៀតខ្ញុំនឹងប្រាប់ថាហេតុអីបានមានវត្តមានគាត់សឹងតែគ្រប់ពេល បាទ ហ្នឹងហើយអញ្ចឹងក៏ពួកម៉ាក់ស្រីខ្ញុំហ្នឹងគាត់ក៏ជីឡានគាត់មកយកអញ្ចឹងទៅម្ចាស់ហាងផ្កាពីថ្ងៃហ្នឹងណាគាត់អត់សូវបានស្ដាប់ព្រឹងខ្ញុំក៏និយាយប្រាប់គាត់មួយសារទៀតទៅពេលអញ្ចឹងទៅខ្ញុំក៏និយាយហ្នឹងគាត់ថាអូយហែងកុំគិតច្រើនពេកនៅពេលរវាយណាហែងកុំសម័យពេកវាអត់មានអីដែលអាក្រក់អញ្ចឹងទេអីទេអញ្ចឹងស្រាប់តែពេលគាត់ជីឡានឆ្លងផ្លូវក្បាលឡានដល់ពាក់កណ្ដាលផ្លូវឆ្លងផ្លូវជា4ណាដល់ពាក់កណ្ដាលផ្លូវហើយក៏មានម៉ូតូមកលឿនមែនតើខ្វះតែប្រហែលជាថា6 7ម៉ែត្រពីឡានទៀតទេណាចាប់គាត់អកសើហើយជីមកខាងនេះវាខាងខ្ញុំខាងខ្ញុំអង្គុយពួកខ្ញុំអង្គុយខាងមុខស្រាប់តែពេលខ្ញុំមើលអញ្ចឹងទៅ